ជាមនុស្សស្រីហើយចង់ទៅដល់លេងក្រៅម្នាក់ឯងណាតែយើងគួរធៀបមិនគេខ្លះ solo trip នេះគឺខ្ញុំទៅតាំងពីខ្ទង់ខែ2ទុំតែនឹកឃើញកាត់អស់លើទី1អីដែលត្រូវធ្វើចាំបាច់ហ្នឹងគឺកក់សបុតឡានបងចង់ជិះទៅក្រុមហ៊ុនណាកក់អាហ្នឹងទៅបងទៅការទៅដល់លេងម្នាក់ឯងនេះខ្ញុំគិតក្នុងចិត្តឯណារឿងខ្លាចដែរក៏ប៉ុន្តែជាក់ស្ដែងទៅពេលយើងបានទៅដល់វាអត់សូវរបៀបខ្លាចដូចអីដែលយើងគិតតែសារ trip នេះយើងទៅម្នាក់ឯងលើកដំបូងអញ្ចឹងខ្ញុំកក់កន្លែងអង្គុយដែលស្រួលខ្លួនកុំឲ្យទៅដល់រករ៉ាអីអញ្ចឹងណាទៅពេលទៅដល់ហូជីពីហ្នឹងហើយ app ដែលបងត្រូវតែមានខ្ញុំ recommend ឲ្យជីក Grab បង Grab safe មែនតើហ្មងហើយខ្ញុំឲ្យវាកាត់លុយតាម visa card របស់យើងណាខ្ញុំទៅដល់ហ្នឹងខ្ទង់ចន្លោះម៉ោង1ម៉ោង2អីដែរហ្នឹងល្មមមកយើងទៅ check in ណាសម្រាប់អ្នកដែលគាត់ទៅម្នាក់ឯងដូចខ្ញុំ solo trip ដូចខ្ញុំហើយជាមនុស្សស្រីដូចគ្នាទៀតខ្ញុំ recommend កន្លែងនេះមែនតើសារកន្លែងនេះអ្នកនាំយើងទៅ check in ដល់កតុបហ្នឹងគឺជាមនុស្សស្រីអញ្ចឹងយើង feel safe មែនតើមកកតុបដេកនេះទូចល្មមហើយដេកគាត់ស្អាតខ្លាំងមែនតើមកអញ្ចឹងសម្រាប់បងអូនស្រីដែលគាត់ចង់ទៅគេងកន្លែងហ្នឹងដែរបងអាចកក់តាម app បានម្នាក់ឯងនេះក៏សប្បាយមួយយ៉ាងដែរតែគ្រាន់ថាអត់មានអ្នកគេថតរូបឲ្យអញ្ចឹងណាមកដល់មកចំណុចទៀតហ្នឹងគឺខ្ញុំ recommend ឲ្យបងដើរលេងកន្លែងណាដែលរៀងមានមនុស្សច្រើនណាដូចនៅ district 1ហើយនិង district 3អញ្ចឹងណាបងសារតែយើងជាមនុស្សស្រីដែរអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នណាដើរមើលក្រោយអីចឹងទៅអញ្ចឹងពេលខ្ញុំទៅពី3ថ្ងៃហ្នឹងខ្ញុំដើរតែកន្លែងមានមនុស្សច្រើនទេបើថារៀងល្ងត់អត់មានមនុស្សអីចឹងទៅតែជិះម៉ូតូដុំមកគេងវិញអញ្ចឹងហើយពីហ្នឹងគឺខ្ញុំទៅទិញតែកៅអៅទេទៅរកមើលម៉ូតថ្មីទៅមើលការធ្វើហាងរបស់គេមើលទៅវាសប្បាយភ្នែកមើលសម្រាប់បងប្អូនដែលគាត់អត់ទាន់ដឹងខាងខ្ញុំក៏មានលក់ប្រភេទខោដែរអញ្ចឹងសូមប្រម៉ូទខ្លួនឯងតិចណាបងប្អូនដែលគាត់ចង់បានប្រភេទខោកបយជើងប៉ាត់ចកាសខ្លីអីអាចធ្វើការកំងតាមនេះបានណាសម្រាប់បងប្អូនដែលគាត់ចង់ទៅម្នាក់ឯងខ្ញុំ recommend មែនតើឲ្យបងប្អូនទៅប្រទេសដែលយើងមានអារម្មណ៍ថាសុវត្ថិភាពបងប្អូនតែប្រទេសវៀតណាមនៅហូជីមីននេះមិនខ្ញុំទៅលើកទី1ទេទៅលើកនេះទៀតទៅលើកទី3ក៏ប៉ុន្តែយើងទៅម្នាក់ឯងអញ្ចឹងណាម្នាក់ឯងនេះស្រួលហ្មងចង់ទៅណាទៅនឹងអត់មាន plan អីញ៉ៃទេចង់ញ៉ាំអីញ៉ាំនឹងជិះម៉ូតូទៅខ្លួនឯងប្រុចតែម្ដងសម្រាប់បងអូនដែលគាត់ចង់ទៅម្នាក់ឯងអីដែលយើងគួរធៀមទៅមុនគេហ្នឹងគឺកក់សបុតឡានកក់កន្លែងដេកបន្ទាប់មក download Grab អីចឹងណាជិះទៅណាក៏ស្រួលដែរខានមួយទៀតយើងជាមនុស្សស្រីដើរត្រូវមើលមុខមើលក្រោយផងណាបងយើងត្រូវចេះប្រយ័ត្នខ្លួនអញ្ចឹងណាកន្លែងស្ងាត់នេះមួយគឺខ្ញុំអត់ដើរហ្មងកន្លែងដែលខ្ញុំ recommend ហ្នឹងគឺនៅ district 1ហើយនិង district 3បងអាចទៅដើរនៅម្ដុំនឹងបានកន្លែងហ្នឹងគឺមានមនុស្សដើរច្រើនអញ្ចឹងណាក្នុងវីដេអូនេះមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងអូនមើលវីដេអូនេះហើយទទួលបានចំណេះដឹងឬក៏បទពិសោធន៍ថ្មីទៅ